Hello,នេះគឺជា blog ដែលខ្ញុំទៅប្រទេសតៃវ៉ាន់ថ្ងៃទី2ដែលខ្ញុំបានទៅគឺខ្ញុំបានទៅស្រាំទីនៅក្នុងប្រទេសតៃវ៉ាន់និយាយទៅប្រទេសតៃវ៉ាន់គឺមានស្រាំទីច្រើនមែនតើវាអត់មានជា culture អីមួយអ្នកទាំងអស់គ្នាដឹងប្រទេសតៃវ៉ាន់គឺជាប្រទេសមួយដែលកំពុងផ្ដាច់ខ្លួនពីប្រទេសចិនអញ្ចឹងរបៀបថាតៃវ៉ាន់សេរីអញ្ចឹងណាអត់មែនកុំមុនីទេអញ្ចឹងគាត់សូវមានដូចជា culture របស់វប្បធម៌អីឲ្យយើងមើលក្នុងស្រាំទីទេមានសិទ្ធិភាពច្រើនរបស់កែច្នៃថ្មីអញ្ចឹងវាមិនមែនជារបស់បុរាណរបស់ច្នៃប្រឌិតថ្មីអញ្ចឹងវាអត់តមានន័យជា belong ខ្លួនឯងដោយសារតែ culture របស់គាត់មែនតើគឺមកពីប្រទេសចិនអញ្ចឹងប្រទេសតៃវ៉ាន់គឺប្រើភាសាពីរទី1ភាសាចិនកុងងឺនិងចិនកញ្ជៀវស្តីងវៀតណាមណាអញ្ចឹងខ្ញុំបានចូលលេងនៅកន្លែងហ្នឹងគឺអត់យកលុយចូល free ហើយខាងក្រៅយើងអាចថតរូបបានដូចកន្លែងនេះយើងអាចដាក់ជាមេដៃហើយយើងបន់ស្រន់អីចឹងតាមបែបសាសនាចិនអញ្ចឹងទៅហើយទៅក្នុងដូចជាជ្រៅដូចជាទឹកកឡាងអីមួយចឹងហើយខាងមុខគឺមានហលមហោស្រពមួយសម្រាប់ចាស់ជំនាន់មុននេះខ្ញុំគិតថាបរិយាបន្ននេះគឺសម្រាប់សម័យមុនតែគេអត់តន់វាយវាចោលអីចឹងគេទុកឲ្យយើងមើលតទៀតចឹងទៅប៉ុន្តែមានអីលយតាគ្រាន់ថាយកអត់សូវមានអីសម្បូរបែបមើលដូចនៅចិនទេអញ្ចឹងចេញពីកន្លែងស្រាំទីហ្នឹងមកនៅខាងក្រោយមានកន្លែងសាសនាចិនមួយយើងអាចទៅបន់ស្រន់បន់អីទិញធូបទិញទៀនអីចឹងទៅតែបើយើងត្រឹមតែទៅសាពះទេបន់ស្រន់គុណអ៊ីមទេយើងមិនបាច់ចាំមានលុយមានអីដាក់ចូលទេអានេះគឺយើងចូលវិភាគយើងចង់ចាក់កាពីឬក៏ចង់ទិញយ័ន្តទិញអីអាហ្នឹងយើងបរិច្ចាគតាមហ្នឹងគេអត់បង្ខំយើងទេនេះខ្ញុំចូលមើលដែរមែនតើខ្ញុំអត់សូវចេះរឿងសាសនាចិនទេប៉ុន្តែចូលស្ទឹងតាមបទចឹងទាំងអស់គ្នានេះខ្ញុំឃើញបងប្រុសគាត់ចូលទៅអុចធូបគេអុចតាមមតស័យហើយក៏មិនដឹងថាអុចមតស័យហ្នឹងតំណាងដោយអីដែរគ្រាន់ដឹងថាគេអុចមតស័យហើយគេប៉ាយនៅលើកៅអីចង្គង់ទេដាក់លើកៅអីចឹងហើយគេយកធូបទៅដោតនឹងអាចានធំនៅខាងមុខហ្នឹងទៅហើយកន្លែងហ្នឹងស្អាតដែរជាធម្មតាគេមានភ្លេងតិចចឹងចាំមើលខ្ញុំឲ្យស្ដាប់ភ្លេងផ្សេងណាឧទាហរណ៍ខ្មែរហ្នឹងស្លេងគុំគ្មានជ្រៀងមិនchứប៉ុន្តែខ្ញុំមិនដឹងថាគេជ្រៀងធម្មតាអត់សូវចេះអញ្ចឹងទៅគ្រាន់ថាឃើញគេមកគេបានច្រើនហើយយើងចេញមកក្រៅមកគេមានសួនមួយសម្រាប់មនុស្សចាស់លេងឬកូនក្មេងឬក៏ប្រជាជនគេពេលតនេគេអាចមកលេងពេលយើងមកដល់ហ្នឹងគេមើលខ្ញុំគេ101ដែលខ្ពស់ជាងគេនៅក្នុងប្រទេសតៃវ៉ាន់នឹងស្អាតដែរទាំងអស់គ្នាអញ្ចឹងយើងគ្រាន់ចូលតាមចេញតាមច្រកហ្នឹងមកយើងឆ្លងមកផ្លូវមកគឺដល់កន្លែងគេ101ហ្នឹងហើយកន្លែងខ្ញុំដើរនៅស្រាំទីអញ្ចឹងយើងអាចអត់ចង់ដើរឆ្លងផ្លូវសិននៅប្រទេសហ្នឹងគឺឆ្លងផ្លូវពិបាកអញ្ចឹងខ្ញុំប្រើចដាយន្តចុះទៅក្នុងខាងក្រោមដីហើយយើងឡើងក្រោមដីឡើងទៅលើហ្មងអីមកដល់ប្រទេសចិនកុំភ្លេចញ៉ាំតែគុជនៅនឹងឆ្ងាញ់ខ្ញុំសាករួចហើយឆ្ងាញ់មែនគ្រាន់ថាតម្លៃក៏វាមិនថ្លៃជាងខ្មែរដែរប៉ុន្តែគាត់មេញូខ្លះវាញ៉ាំទៅស្រួលតែគុជទៅសម្រៀងដែរវាមកល្មមអាចញ៉ាំបានតែបើសិនជាយើងប្រើយកអាមេញូខ្លះមិនជាប្រភេទតែគុជយើងអាចញ៉ាំបានវាថាក្លិនរបស់វាអីចេញពីស្លឹកតែពិតអីចឹងណាអានេះចង់ក្រោយខ្ញុំដើរនេះកំពុងជួលដាច់មែនតើកន្លែងខ្ញុំដើរកាត់ឈ្មោះធ្វើចង់ទិញហ្មងអត់អាចជិះទៅណាឆ្ងាយពីក្លិននឹងបានត្រូវតែហ្មងជួលចឹងតែបំផុតគឺបានញ៉ាំហើយឆ្ងាញ់របស់គេអីខ្ញុំហើយក៏ខ្ញុំឡើងមកដល់ខាងលើដើម្បីឡើងទៅដល់អគារ101ដែលខ្ពស់ជាងគេនឹងមកដល់កន្លែងហ្នឹងគឺយើងចង់ឡើងទៅលើទិញសម្បត្តិឡើងទៅមើលទេសភាពខាងលើក៏បានដែរតែខ្ញុំគិតថាខ្ញុំអត់ចង់ឡើងអញ្ចឹងខ្ញុំនៅតែខាងក្រោម shopping អីទី2ខាងក្រោមមើលគេមិនឯងអញ្ចឹងណាអីធំមែនគេ business center គេនឹងហើយតាមពេលខ្ញុំចេញមកវិញហើយខ្ញុំអត់នៅយូរទេសារវាអត់សូវមានអីមើលដែរអញ្ចឹងណាពីច្រើនអ្នកគាត់ជិះឈៀលឬក៏គូស្នេហ៍ឡើងថតរូបវាបានអញ្ចឹងខាងក្រោយនេះគឺកន្លែងដូចយើង pub shit អីអញ្ចឹងតែមិនសូវមានធំឃើញបន្តិចមួយកន្លែងខ្លះបន្តិចមួយគ្រាន់តែគេមាន band ច្រៀងអីចឹងណាទាំងអស់គ្នាគឺច្រៀងព្រោះមែនតើHer voice so amazing. ចៃនឹងគាត់ស្អាតហើយគាត់ច្រៀងព្រោះទៀតខ្ញុំដើរបដាមើលបដាពីជពប់ជើងដួលស្អាតពេកហើយសលេងគេឡើងសតុនហើយស្បែករបស់គេដូចមិនមែនសមជាជនជាតិចិនណាមើលស្បែករបស់គាត់ស្បែកទឹកខ្មុំមកជាស្បែកខ្ញុំស្រឡាញ់ផតពណ៌ខំហើយ